សួស្តីអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកបង្ហាញពី website មួយដែលអ្នកអាចធ្វើការ download icon យកទៅប្រើប្រាស់បានអញ្ចឹង website មួយហ្នឹងគឺមានឈ្មោះថាFlat Icon អញ្ចឹងអ្នកគ្នា search ពាក្យថា Flat Icon បន្ទាប់មក Enter អញ្ចឹងយើងនឹងឃើញwebsite ហ្នឹងហើយដែលមានឈ្មោះថា Flat Icon ហ្នឹងអញ្ចឹងអ្នកគ្នា click លើពាក្យថា Flat Icon អញ្ចឹងបើអ្នកគ្នាអត់ទាន់ sign in ទេត្រូវ sign in ឲ្យហើយខ្ញុំបាន sign in ហើយអញ្ចឹងក្នុងការ sign in គឺអាច sign in ជាមួយ Google មួយ Gmail របស់អ្នកគ្នាអញ្ចឹងខ្ញុំដូចជាឥឡូវខ្ញុំឧទាហរណ៍ search ជាមួយនឹង icon មួយឈ្មោះថាឥឡូវខ្ញុំ search ថា call អញ្ចឹងពេលដែលយើង search call មកយើងនឹងឃើញ icon ជាច្រើនទៅតាមទម្រង់ផ្សេងៗមាន outline មាន source មានអីចឹងទៅមានពណ៌មានអីអញ្ចឹង website ហ្នឹងគឺយើងអាចធ្វើការជ្រើសរើសfilter color បានណាតែបើយើងចង់បានថា black ទេយើងចុចកន្លែង black នេះទៅអញ្ចឹង icon ទាំងអស់នឹងចេញពណ៌សុទ្ធតែខ្មៅបើយើងចុចកន្លែងពាក្យ color នេះអញ្ចឹងយើងធ្វើការជ្រើសរើស color មួយមកថាយើងចង់បានពណ៌អីគេនៅក្នុងថាយើងចង់បានពណ៌បៃតងអញ្ចឹងគឺ icon ទាំងអស់ហ្នឹងចេញតែពណ៌បៃតងមកឲ្យយើងទេហើយបើសិនជាទាក់ទងមួយ gradient អញ្ចឹង gradient គឺពណ៌លាយចូលគ្នាចាប់ពី2ឡើងទៅគឺគេហៅ gradient ហើយអញ្ចឹងគឺនឹងចេញ icon ណាដែលមាន gradient មកទាំងអស់ហ្នឹងហើយហើយមកបន្ទាប់ទៀតគឺយើងអាចយកទាក់ទងមួយ shape ថាយើងចង់បានជា outline គឺមានតែបន្ទាត់ខាងក្រៅទេអត់មានខាងក្នុងទេដល់ពេល fill នេះគឺមានថាเป็น icon ដែលយើងមើលទៅធំៗអញ្ចឹងណាហើយ linear color អីហ្នឹងគឺវាមាន color នៅពីក្រោយឬក៏មានទាំង gradient ហើយមានទាំងoutline នៅពីក្រៅអីចឹងទៅហើយយើងអាចពី recent trending អីបានទាំងអស់ហ្នឹងអញ្ចឹងឥឡូវខ្ញុំclear all filter ហើយខ្ញុំយកទាក់ទងមួយ icon មួយនេះអញ្ចឹងflat icon ហ្នឹងគឺយើងអាចធ្វើការមានជម្រើសទៀតទីមួយគឺយើងអាចយកពីsource fill មិញហ្នឹងគឺពណ៌ពេញទាំងអស់ហើយ outline ហើយបន្ទាប់មកគឺមានពណ៌ខាងក្នុងហើយមាន outline បញ្ចូលគ្នាហើយបើយើងឧទាហរណ៍ឥឡូវខ្ញុំយក option ទី1អញ្ចឹង option ទី1គឺយើងអត់ចង់បានពណ៌ខ្មៅហ្នឹងទេដោយសារតែ background របស់យើងពណ៌ខ្មៅអីហើយអញ្ចឹងទៅឬក៏ background របស់យើងពណ៌សប៉ុន្តែយើងចង់បានពណ៌អីផ្សេងក្រៅពីពណ៌ខ្មៅអញ្ចឹងគឺយើងអាច edit ពណ៌បាននៅលើនឹងបានគឺទី1នេះគឺយើងឃើញយើងអាចចុចទៅលើពាក្យ edit icon អញ្ចឹង edit icon ហ្នឹងគឺកែបានសម្រាប់តែអ្នកដែលបាន register account ចូលនៅក្នុង Flat Icon ហ្នឹងណាអាចកែពណ៌បានអញ្ចឹងយើងដើម្បីកែពណ៌គឺយើងយកកន្លែងនេះ choose a new color យើង click ទៅលើicon ដែលមានពណ៌រូបដែលមានពណ៌ច្រើននេះបន្ទាប់មកគឺនឹងចេញពណ៌ឲ្យយើងអញ្ចឹងយើងអាចអូសពណ៌ដែលយើងពេញចិត្តពីកន្លែងនេះមកថាឥឡូវខ្ញុំចង់បានពណ៌បៃតងអញ្ចឹងបន្ទាប់មកយើងអូសពីពណ៌ខ្មៅនេះមកពណ៌បៃតងមកអញ្ចឹង icon ហ្នឹងនឹងចេញពណ៌បៃតងហើយបន្ទាប់មកយើងប៉ុណ្ណឹងហើយបន្ទាប់មកទៀតយើងចុចdownload មកដើម្បីធ្វើការយក icon ហ្នឹងពាក្យ download នៅខាងនេះចុច download បន្ទាប់មកពេលដែលចុច download គឺចេញជម្រើសជា SVG EPA ហ្នឹងអញ្ចឹងពួកនេះដល់តែយើងធ្វើការ subscribe អឺมันអាច download បានប៉ុន្តែបើយើងគ្រាន់តែប្រើអីធម្មតាទេយើងអាចយកកន្លែង PNG នេះបានអញ្ចឹង PNG គឺយើងអាចមានទំហំទៀតពី16 pixel រហូតដល់512 pixel អញ្ចឹងយើងអាចបើខ្ញុំគឺខ្ញុំយក512ហ្មងទៅដល់ពេលយើងស្រួលព្រាចព្រោះអីទៅអត់សូវបែក pixel បែក pixel មានតែគឺវាអត់ឃើញរាងព្រិលៗអញ្ចឹងគឺវាមិនច្បាស់ខ្ញុំយកចុចលើ512តើមកយើងឃើញចេញពី option ចេញពី premium download ហើយនិង free download អញ្ចឹង premium គឺអឺដល់តែអ្នក subscribe យើងឃើញហើយតម្លៃ7.50 €ប៉ុន្តែយើងគ្រាន់ប្រើធម្មតាយើងចុចកន្លែង free download នេះមកអញ្ចឹង free download មកគឺយើងនឹងអាច save បានហើយយើងអាច rename អាចអីបានអញ្ចឹងយើង select folder ណាដែលយើងចង់ដាក់តែខ្ញុំគឺដាក់ folder នេះហើយយើងចុច save អញ្ចឹងបន្ទាប់មកយើងដើម្បីយកទៅប្រើប្រាស់យើងចុចទៅលើកន្លែងនេះពេលយើង download មកយើងនឹងឃើញវា load notification អត់ទេ status នៅលើនេះអញ្ចឹងយើងចុចកន្លែងរូបសញ្ញា folder នេះមកឬក៏អ្នកនរគ្នាអាចទៅរកចូលទៅក្នុងកុំព្យូទ័រហើយរក folder ដែលអ្នកនរគ្នាសេវទុកហ្នឹងហើយបើកមកយកមកប្រើក៏បានដែរ
តែខ្ញុំបើកពី browser មកតោះមកយើងអូស icon ហ្នឹងចូលទៅក្នុងកម្មវិធីណាមួយដែលយើងចង់ប្រើមកបើថាឥឡូវគឺយើងបានហើយវាបាន icon មួយសម្រាប់ប្រើប្រាស់អញ្ចឹងផ្លែត icon ហ្នឹងពិតជាងាយស្រួលក្នុងការយើងយក icon មកប្រើប្រាស់បានទាំងឌីហ្សាញទាំងធ្វើជា slide presentation អីបានទាំងអស់អញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាអាចយកពី Illustrator Free ដែលអ្នកនរគ្នាអាចយកទៅប្រើប្រាស់ក្នុងការឌីហ្សាញអញ្ចឹងជួបគ្នានៅវីដេអូក្រោយ